ស្នងការនគរបាលខេត្តចាត់តំណាងចុះសួរសុខទុក្ខព្រមទាំងនាំយកស្បៀងអាហារឧបត្ថម្ភជូនបងប្អូនជនភៀសសិកនិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន50គ្រួសារនៅស្រុកស្ទងនៅព្រឹកថ្ងៃទី7ខែមករាឆ្នាំ2026លោកវរៈសេនីយ៍ឯកម៉ង់វីទូស្នងការរងនគរបាលខេត្តកំពង់ធំតំណាងលោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តបានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខព្រមទាំងនាំយកអំណោយឧបត្ថម្ភជូនបងប្អូនជនភៀសសិកនិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្ថិតនៅវត្តខ្មាក់ឃុំចំណាលើស្រុកស្ទងខេត្តកំពង់ធំជាមួយគ្នានោះលោកវរៈសេនីយ៍ឯកម៉ង់វីទូស្នងការរងបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រមទាំងគិតគូរពីសុខទុក្ខសុខុមាលភាពនិងការប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃរបស់បងប្អូនលោកវរៈសេនីយ៍ឯកបានបន្តថាក្រុមការដឹកនាំប្រកបដោយគតិបណ្ឌិតចក្ខុវិស័យវែងឆ្ងាយពីសំណាក់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រទេសជាតិទទួលបានសន្តិភាពយ៉ាងពេញលេញព្រមទាំងមានការរីកចម្រើនការអភិវឌ្ឍគ្រប់វិស័យនាពេលបច្ចុប្បន្នតែរយៈពេលកន្លងមកនេះខេត្តមួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជាត្រូវរងការឈ្លានពានយ៉ាងកម្រោលពីកងទ័ពសៀមមកលើបរណភាពទឹកដីរបស់បងប្អូនកម្ពុជាយើងព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើនឥតកណនាប្រជាពលរដ្ឋភៀសខ្លួនចាក់ចែងពីផ្ទះសម្បែងស្វែងរកទីតាំងមានសុវត្ថិភាពស្នាក់នៅបណ្ដោះអាសន្នតាមបណ្ដាខេត្តនានាដើម្បីគេចចេញពីភ្លើងសង្គ្រាមលោកវរៈសេនីយ៍ឯកបានបន្ថែមថាជាស្ដែងថ្មីនេះជនភៀសសិកដែលមកស្នាក់នៅក្នុងខេត្តកំពង់ធំដែលមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសឯកឧត្តមនួនផារ៉ាត់អភិបាលនៃគណៈអភិបាលខេត្តនិងលោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តបានគីគោរកសប្បុរសជននាំយកស្បៀងអាហារសម្ភារៈប្រើប្រាស់ចាំបាច់ឧបត្ថម្ភជូនដល់ក្រុមគ្រួសារពួកគាត់ជាបន្តបន្ទាប់បន្តមកលោកវរៈសេនីយ៍ឯកម៉ង់វីទូស្នងការរងមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទី1សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃត្រូវជឿជាក់និងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរៈកងទ័ពខ្មែរយើងដែលកំពុងឈរជើងការពារអធិបតេយ្យជាតិបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទី3ស្រឡាញ់សន្តិភាពការពារសន្តិភាពដែលនាំមកនូវភាពរីកចម្រើននិងការអភិវឌ្ឍទី4ចូលរួមគោរពច្បាប់និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្ដៅរក្សាសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមទី5សូមបងប្អូនថែទាំសុខភាពឲ្យបានល្អប្រសើរដើម្បីជៀសផុតពីជំងឺផ្សេងៗទី6ធ្វើការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋសូមខិតខំប្រឹងប្រែងបង្កើនផលតាមរយៈការចិញ្ចឹមសត្វដាំដំណាំបន្លែផ្លែឈើដើម្បីជួយផ្គត់ផ្គង់ជីវភាពឲ្យបានកាន់តែល្អប្រសើរឡើងមួយកម្រិតទៀតជាចុងក្រោយលោកស្នងការរងបានប្រគល់គ្រឿងឧបភោគបរិភោគជូនបងប្អូនជនភៀសសិកនិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន50គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមីជាតិ1កេសទឹកបរិសុទ្ធ1កេសទឹកត្រី1យួរឃីត1កញ្ចប់និងថវិកា50,000រៀលនាំមកជូនដោយហាងនៅសាលៀនមានលក់អាគុយរថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168